សួស្តីបងប្អូនបាទដែលត្រូវការបាទឡានកែច្នៃបាទកង់4សម្រាប់យកទៅលក់ដូរបាទលក់កាហ្វេលក់ភេសជ្ជៈលក់ផ្លែឈើអីបាទនេះហ្នឹងហើយអានេះផនគេបាទផនគេកំងដែរបាទគេគាត់យកពណ៌ក្រហមដាក់កៅអីមួយដើម្បីទុកកន្លែងបាទក្នុងការលក់បាទគាត់លក់លក្ខណៈដូចជាតកកឈូសបាទហើយនឹងទឹកពៅទឹកអីហ្នឹងបងប្អូនបាទទទឹងវា1.2 ម៉ែត្រជាង1.2 ម៉ែត្រ2 ម៉ែត្រ 3ហ្នឹងឯងហើយនឹងបដោយវា2 ម៉ែត្រកន្លះយើងដាក់ទឹកអីមួយទេហើយកៅអីហ្នឹងស្រាប់អង្គុយទុកកន្លែងដើម្បីឲ្យដាក់វ៉ែដាក់អីវ៉ាន់អីចឹងណាបងប្អូនបាទហ្នឹងហើយយើងមើលមកជុំអានេះជិះឲ្យគេបាទឆ្លៀតពេលបាទថតបាទថតឲ្យបងប្អូនមើលបាទខ្លាចបងប្អូនត្រូវការហ្នឹងហើយចាប់អារម្មណ៍អីបាទមើលមកជុំទៅបាទព្រោះថានេះយើងធ្វើគាត់យកខ្ពស់បន្តិចដោយសារធ្វើធ្នើខាងលើផងបាទធ្នើសម្រាប់ដាក់វាយវ៉ាន់ដោយសារគាត់ពិការដែរគាត់ដាក់អីវ៉ាន់លើនឹងទៅកតេលមុងអីគាត់ទៅតាណាអីគាត់ស្រាកទៅនឹងបាទរួចគាត់នេះហ្នឹងហើយទៅពេលយើងថតរួចរាល់ហើយក៏ជីកយកទៅឲ្យគាត់បាទជីកគាត់នៅបាត់ដំបងយើងដែរទេនៅអីស្នឹងឯនោះបាទហ្នឹងទៅគាត់ដៃថ្មីហើយដូចមិនរៀនបើកអីយើងក៏រៀបចំស្រួលដួលបាទជីកយកទៅឲ្យគាត់នៅយកគាត់ដល់កន្លែងហ្នឹងបាទទៅជាមួយយាយបាទហ្នឹងហើយ2នាក់កាត់ព្រៃរងភ្នំអីទៅហើយបាទផ្លូវ highway ហ្នឹងហើយទៅហើយទីទៅបាទមើលកម្លាំងម៉ាស៊ីនផងមើលអីផងបាទគេថាយើងទីបដើយើងមើលបដើបាទតើមានបញ្ហាអត់សម្រាប់ភ្ញៀវបាទហើយនឹងលូតថតបាទទេសភាពនៅជុំវិញឡានបាទគេកំពុងបើកនេះឡើងស្ពានណាបងប្អូននេះស្ពានខ្ពស់ឡើងស្ពានយើងឡើងផ្លូវឡើងទៅលេខ3ហ្នឹងហើយស្ពានខ្ពស់យើងស្ពានកំពង់7ខ្ពស់ហ្នឹងបាត់ដំបងយើងហ្នឹងដើម្បីចេញផ្លូវ highway ហ្នឹងទៅបៃលិនផ្លូវបៃលិនទៅស្នឹងទៅដល់នោះឯងទីកំណត់ទៀតឲ្យដល់នោះម៉ោង1បើយើងចេញធ្វើមិនចេញទៅឲ្យដល់នោះម៉ោង1ដើម្បីគេរើសម៉ោងហុងតុយអញ្ចឹងណាបងប្អូនហ្នឹងហើយយើងក៏រៀបចំទៅតាមហ្នឹងទៅដល់ទៅក៏តាមពិតទីទៅកន្លះម៉ោង1ម៉ោងអីទេប៉ុន្តែយើងជិះលេងទៅមើលទេសភាពផងអីផងបាទបើកបដើអីបដើឲ្យយាយគាត់ថតទៅយាយក៏អត់ទៅចេះថតផងចេះតែថតទៅដើម្បីឲ្យបងប្អូនមើលដែលបងប្អូនដែលត្រូវការហ្នឹងហើយយកទៅឲ្យគេបាទនឹងតម្លៃម៉ាស៊ីននឹងសិនវីវ៉ាម៉ាស៊ីនអូសបាទតែខ្លាំងបាទខ្លាំងរៀងយើងកម្លាំងហើយដូចជារត់បានស្រួលរត់ស្រួលម្ចាស់គាត់ឆ្លាញ់ពណ៌ក្រហមឲ្យលាបពណ៌ក្រហមនឹងលាបទៅពណ៌ក្រហមនឹងទៅនឹងហើយវ៉ាឡានមួយមិញឡានណាកុងតឺន័រធំមិញគេឈប់យើងវ៉ាផ្លឹបមានអីលឿនតែយើងវ៉ាគេឈប់អញ្ចឹងយើងវ៉ាបានយើងប្រយដល់ពេលមកទូមានអីធំមកមួយទៀតវ៉ាយើងវិញបាត់នេះដល់ពេលទៅដល់ឲ្យគាត់ម្ចាស់គាត់អីគាត់នឹងហើយនេះម្ចាស់គាត់ឲ្យគាត់សាកមើលទៅគាត់ពិការផងមើលមិនចង់ឃើញខ្លះដែរបាទគាត់ពាក់វ៉ែនតាឡើងលេខ1600នោះ160មែនទេ1000ថា1000ជាងក៏មើលផ្លូវទៅឃើញដែរបាទគាត់បើកបានហ្នឹងហើយគាត់រៀនបើករៀនអីប្រហាត់គាត់ឲ្យចេះបើកចេះអីចឹងទៅបងប្អូនហ្នឹងហើយគាត់រៀនដល់ប្រហែលជាខ្ទង់2នេះទៅ1ម៉ោង2ម៉ោងទៅក៏ដល់ម៉ោងគាត់ទទួលបាទហើយបាទហ្នឹងហើយគាត់មានលោកហើយស្រេចគាត់ឲ្យលើកអីវ៉ាន់ដាក់នេះម៉ាស៊ីនតកកគាត់
ហើយធុងគាត់អីគាត់ហ្នឹងរៀបចំដាក់លើម៉ាស៊ីនភ្លើងពីក្រោមមកហើយធ្វើធ្នើដាក់ហ្នឹងមកអាហ្នឹងគាត់ពិការខ្លាំងបងប្អូនគាត់ត្រូវការសម្រាកដេកនៅលើហ្នឹងអីចឹងទៅរួចប្តីបើកទៅហ្នឹងហើយលោកប្រុសព្រំឲ្យចឹងទៅដើម្បីសេចក្តីសុខសេចក្តីចម្រើនបាទរកស៊ីមានបានទាំងអស់គ្នាទាំងយើងទាំងគេបាទនឹងយើងខំព្យាយាមក៏ធ្វើឲ្យគាត់ល្អដើម្បីឲ្យគាត់រកស៊ីបានចឹងនឹងគាត់ពិការហើយយើងយកយល់ខ្លះអីខ្លះហើយព្យាយាមធ្វើឲ្យគាត់បាទសូមតែគាត់នឹងជួយផ្សព្វផ្សាយបាទដល់អ្នកពិការឬមួយអាចរកស៊ីបានអីចឹងណាបងប្អូនបាទបន្ទាប់ពីប្រុសព្រំរួចហើយអីហើយបាទមានអីរាប់លុយបដៅដោយសារយើងយកកែណីទៅដែរហ្នឹងហើយកែណីដល់ថ្ងៃបញ្ចប់គឺគាត់ទៅដែរហ្នឹងទៅយករួចរាល់អីមានអីប្រែមកផ្ទះពីអ្នកយាយតាបដ ாய்